បាទសូមអរគុណច្រើនមែនតើណាបងបាទដែលបានការលើកឡើងនៅសំណួរទាក់ទងជាមួយនឹងបញ្ហាសិលធម៌ដែលកំពុងតែកើតមាននៅក្នុងសង្គមទាក់ទងពិសេសនោះគឺផ្នែកបច្ចេកវិទ្យាបាទអញ្ចឹងនៅក្នុងសិលធម៌របស់មនុស្សនៅក្នុងផ្នែកបច្ចេកវិទ្យាហ្នឹងក៏ពិតទៅគឺមានការលើកឡើងច្រើនក៏ដូចជានៅក្នុងការសិក្សាស្រាវជ្រាវមួយរបស់លោកដិតប៉ាចន្ទឿនក៏បានធ្វើការលើកឡើងដែរទាក់ទងជាមួយនឹងក្រមសីលធម៌នៅក្នុងការប្រើប្រាស់បណ្ដាញសង្គមក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាណាដោយសារតែយើងមើលឃើញពីបញ្ហាច្រើនដែលវាកំពុងតែកើតមានអញ្ចឹងចំពោះក្រមសីលធម៌មួយចំនួននោះយើងមើលឃើញថាប្រភពនៃក្រមសីលធម៌ដែលវាជាបញ្ហានៅក្នុងការចោទជាបញ្ហានៅក្នុងសង្គមសម្រាប់បច្ចុប្បន្នយើងមើលឃើញថាវាបានលេចឡើងទៅលើរូបភាពបាទចំនួន5ដែលខ្ញុំចាត់ទុកថាវាជាបញ្ហាកង្វះសិលធម៌មួយដែលវាបង្ហាញឲ្យឃើញទី1គឺតាមរយៈការប្រើប្រាស់នៅពាក្យសម្ដីកាយវិការការបង្ហាញនៅអាកប្បកិរិយាមួយចំនួនដែលវាមិនទាន់ជាមានលក្ខណៈមួយដែលយើងគិតថាវាជាអ្វីដែលគួរតែចែករំលែកទៅកាន់សង្គមរបស់យើងដែលជាភាពត្រូវការចាំបាច់ចំពោះមូលហេតុនោះប្រហែលជាអាចមានការលើកឡើងច្រើនទៅតាមទស្សនៈផ្ទាល់ខ្លួនទស្សនៈយល់ឃើញក៏ដូចជាការយល់ដឹងតាមបទពិសោធន៍របស់មនុស្សរៀងៗខ្លួនក៏ប៉ុន្តែនៅក្នុងអ្វីដែលជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ការសិក្សារៀនសូត្រកន្លងមកខ្ញុំចាប់អារម្មណ៍នៅ6ចំណុចដែលតកតងជាមួយនឹងមូលហេតុដែលនាំឲ្យមនុស្សបាទតកតងជាមួយនឹងកង្វះនៅសិលធម៌នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាដែរណាចំពោះបញ្ហានោះគឺនៅត្រង់ថាទី1គឺគាត់ពេលខ្លះគឺកង្វះនៅក្នុងការទទួលបានការអប់រំអញ្ចឹងការចោទជាដំបូងនៅក្នុងបញ្ហាឬក៏ការទទួលបានការអប់រំនោះគឺសំខាន់ហេតុអីទេបាទសំខាន់ព្រោះថាការអប់រំវាមានតួនាទីសំខាន់មែនទែនហើយនៅក្នុងការអប់រំនេះបើនៅក្នុងបញ្ញត្តិមួយរបស់ទស្សនវិទូលោកខាងលិចក៏លោកបានលើកឡើងដែរថាការអប់រំនេះគឺព្យាយាមធ្វើម៉េចដើម្បីឲ្យមនុស្សនឹងคล้ายទៅជាមនុស្សពេញលេញនៅក្នុងទស្សនៈរបស់ផ្លាតុងដែលគេស្គាល់ជាទស្សនៈទុក្រិចអញ្ចឹងការអប់រំនេះគឺវាដើរតួនាទីសំខាន់កាលណាបើសិនបើមនុស្សខ្វះនៅការអប់រំគាត់ប្រហែលជាមិនដឹងថាតើអាកប្បកិរិយារបស់គាត់តែគាត់ប្រព្រឹត្តទៅហ្នឹងតើវាខុសឬក៏អត់ពេលខ្លះវាអាចថាជាការអចេតនាមួយក៏ថាបាននៅពេលដែលគាត់ប្រព្រឹត្តនៅអាកប្បកិរិយាបែបហ្នឹងគាត់ថាមិនខុសទេសង្គមគឺបានចែករំលែកបែបហ្នឹងទៅកាន់គាត់គាត់និយាយថាអត់ទេគឺខ្ញុំធ្វើអញ្ចឹងខ្ញុំមកឃើញគេធ្វើអញ្ចឹងខ្ញុំធ្វើតាមគេគេធ្វើអត់ខុសហេតុអីក៏ខ្ញុំធ្វើទៅវាខុសអញ្ចឹងអាការកង្វះនៅការអប់រំហ្នឹងគឺវាបានញ៉ាំងឲ្យសកម្មភាពផ្សេងកើតឡើងនៅក្នុងបណ្ដាញសង្គមបាទគឺតាមរយៈបច្ចេកវិទ្យាមានច្រើនយើងមើលឃើញទាំង TikTok Facebook Telegram បាទហើយ Twitter អីហ្នឹងគឺយើងមើលឃើញច្រើនអញ្ចឹងការអប់រំវាចោទជាបញ្ហាទី1ដែលសំខាន់មែនតើហើយភ្ជាប់ជាមួយនឹងការអប់រំគឺយើងមើលឃើញអំពីបញ្ហាទំនោរសង្គមអញ្ចឹងដូចជាបានភ្ជាប់ទៅលើនៅក្នុងចំណុចទី1គឺថាទំនោរសង្គមសំខាន់មែនតើដូចជាសុភាសិតខ្មែរយើងគឺបានពោលច្រើនណាស់តកតងជាមួយនឹងការដើរឬក៏ទំនោរសង្គមហ្នឹងគឺដល់ថាបើសិនជាដូចជាសុភាសិតមួយបានលើកឡើងថាបើសិនជាដើរជាមួយក្របីនាំដេកដើរជាមួយនឹងសេកប្រកាសជានាំហើរដើរជួបបាទរុយនាំជួបបង្គន់ដើរជួបឃ្មុំជួបកាយអញ្ចឹងទៅគឺមានច្រើនសរុបបែបនៅក្នុងទស្សនៈរបស់ខ្មែរអញ្ចឹងការលើកឡើងនេះវាបង្ហាញថាកាលណាបើសិនបើយើងដើរឬក៏យើងដាក់ខ្លួនទៅក្នុងប្រភពនៃសង្គមបែបណាសង្គមនោះវានឹងទាញមនុស្សឲ្យទៅរកភាពបែបនោះបាទអញ្ចឹងការលើកឡើងនៅទស្សនៈនេះវាបង្ហាញពីថាទំនោរសង្គមទាញមនុស្សឲ្យជះឥទ្ធិពលទៅរកការបង្ហាញនៅបុគ្គលិកលក្ខណៈឬក៏វាជាដំណាក់កាលដែលមនុស្សឈានទៅរកការអភិវឌ្ឍបុគ្គលិកលក្ខណៈនៅក្នុងសង្គមធម្មតាគេច្រើននិយាយថាតែនៅសង្គមមួយដែលល្អប្រកបណាស់គឺអាចធ្វើឲ្យមនុស្សនឹងឆ្ពោះទៅរកបុគ្គលិកលក្ខណៈរបស់មនុស្សនឹងល្អប្រសើរដោយទស្សនៈរបស់ Lee Kuan Yew ដែលខ្ញុំច្រើនតែលើកតែជាញឹកញយមែនតើខ្ញុំលើកឡើងគឺនៅត្រង់កន្លែងដែលថាប្រសិនបើចង់ដឹងអនាគតប្រទេសមួយត្រូវមើលធនធានយុវជននៅក្នុងប្រទេសនោះហើយប្រសិនបើចង់ដឹងធនធានយុវជនរបស់ប្រទេសនោះយើងត្រូវមើលថាតើយុវជនរបស់ប្រទេសនោះក៏ចូលចិត្តដែរអញ្ចឹងអានឹងវាបញ្ហាតកតងជាមួយនឹងទំនោរសង្គមផងវាតកតងជាមួយនឹងអាកប្បកិរិយាផងអញ្ចឹង
អាសិលធម៌ក្នុងឧបមបច្ចេកវិទ្យាហ្នឹងវាសំខាន់នៅក្នុងការចេះឥទ្ធិពលខ្លាំងទៅលើបណ្ដាញសង្គមវាធ្វើឲ្យក្មេងពេលខ្លះក្មេងដែលជាกระดาษសនោះដែលគាត់អត់ជាដឹងអត់មានទិន្នន័យអីសោះនៅក្នុងការយល់ដឹងក្នុងគូបរបស់គាត់ប៉ុន្តែការជះឥទ្ធិពលនៅក្រមសីលធម៌នៅក្នុងឧបមបច្ចេកវិទ្យាហ្នឹងវាបានជះឥទ្ធិពលទៅរកការគិតរបស់ពួកគាត់ដែលធម្មគាត់ហ្នឹងមិនដែរគឺឈានទៅរកមនុស្សមួយដែលត្រូវបានប្រមូលដោយឧបមបច្ចេកវិទ្យាហើយចំណុចមួយទៀតសំខាន់នោះគឺការគិតបែបបរិនិច្ឆ័យនៅក្នុងការគិតបែបបរិនិច្ឆ័យនេះនៅក្នុងភាពទូទៅដែលគេត្រូវបានគេយល់ដឹងនៅក្នុងវិស័យទស្សនវិជ្ជាមែនតើនេះគឺជាការរហ័សវិនិច្ឆ័យទៅលើអ្វីដែលខ្លួនបានឃើញបានដឹងបានស្គាល់ជួបភ្លាមគឺវិនិច្ឆ័យភ្លាមថាឧទាហរណ៍ថាខ្ញុំកណាខ្ញុំបានទៅដើរទៅកន្លែងមួយខ្ញុំកណាខ្ញុំបានឃើញទីកន្លែងមួយដែលមានការស្រស់ស្អាតច្រើនចឹងអញ្ចឹងការធ្វើបរិវិនិច្ឆ័យដំបូងរបស់យើងនេះគឺមែនតើគឺយល់ថាកន្លែងហ្នឹងប្រកាសជាស្អាតហើយវាមិនជាមានបញ្ហាឬក៏មិនបានគិតវែងឆ្ងាយថាកន្លែងហ្នឹងល្អឬក៏មិនល្អទេប៉ុន្តែជាអកុសលហើយកន្លែងហ្នឹងអាចជាមានសត្វអាសេរពឹសមានសត្វផ្សេងដែលអាចសិតសឹងតែអាចបង្កគ្រោះថ្នាក់ដល់កាន់គាត់ឧទាហរណ៍អញ្ចឹងដូចគ្នាដែរនៅក្នុងបណ្ដាញសង្គមពេលខ្លះការមើលឃើញនៅក្នុងការសម្ដែងចេញតាមរយៈបុគ្គលម្នាក់ដែលជាភ្នាក់ងារនៃសង្គមហើយបង្ហាញនៅក្នុងបណ្ដាញសង្គមហ្នឹងប្រហែលជាគាត់គិតថាធ្វើនោះត្រូវហើយធ្វើនឹងល្អហើយក៏ប៉ុន្តែជាក់ស្ដែងនៅពេលដែលគាត់កង្វះផ្នែកទី1ដែលខ្ញុំប្រកាសណាខ្ញុំបានលើកឡើងគឺខ្វះកង្វះការអប់រំហ្នឹងគឺឲ្យគាត់ដាក់ការវិនិច្ឆ័យភ្លាមថារឿងហ្នឹងគឺជារឿងល្អរឿងហ្នឹងគឺជារឿងប្រសើរអញ្ចឹងការគិតបែបបរិវិនិច្ឆ័យនេះវាជាបញ្ហាធ្ងន់មែនតើហើយក៏សំខាន់មួយដែរសម្រាប់ការជះឥទ្ធិពលឲ្យមនុស្សហ្នឹងគឺប្រព្រឹត្តនៅអាកប្បកិរិយាមួយចំនួនដែលខុសនៅក្នុងប្រព័ន្ធបណ្ដាញសង្គមឬក៏យើងនិយាយជាទស្សនវិជ្ជារួមគឺនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាទី4នោះគឺការកង្វះនៅលទ្ធភាពក្នុងការទទួលបានព័ត៌មាននៅក្នុងការកង្វះខាតនៅលទ្ធភាពនៅក្នុងការទទួលបានព័ត៌មាននេះក៏វាជាកត្តាមួយសំខាន់យើងមើលឃើញបច្ចុប្បន្នគឺការចែករំលែកមានច្រើនទាក់ទងជាមួយនឹងរឿងរ៉ាវព្រឹត្តិការណ៍សកម្មភាពទាំងឡាយដែលមានក្នុងអាសកម្មភាពក៏ប៉ុន្តែនៅពេលដែលគាត់កង្វះខាតនៅក្នុងការកង្វះខាតលទ្ធភាពនៅក្នុងការទទួលបានព័ត៌មាននេះវាជាហេតុដែលធ្វើឲ្យគាត់ស្ថិតនៅក្នុងការវិនិច្ឆ័យមួយថាតើវាត្រូវនឹងត្រូវក្នុងកម្រិតបែបម៉េចតើនរណាជាអ្នកបង្ហាញនៅប្រភពព័ត៌មាននោះអញ្ចឹងយើងមើលឃើញបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជារបស់យើងមានច្រើនណាដែលគេហៅជាអាសានិយាយលេងថាជាបណ្ឌិត Facebook ណាបណ្ឌិត Facebook អញ្ចឹងគឺថាបណ្ឌិត Facebook នឹងមិនដែរគាត់និយាយទៅមនុស្សម្នាក់គឺមានឥទ្ធិពលខ្លាំងត្រង់ថានៅក្នុងដៃសង្គមត្រង់ថាគាត់មានឥទ្ធិពលនៅក្នុងការបញ្ចេញនៅទស្សនៈការយល់ឃើញឬក៏អ្វីដែលគាត់ចង់ធ្វើឲ្យមនុស្សជាច្រើននៅក្នុងពិភពលោកនេះបានដឹងបានឃើញអញ្ចឹងការកង្វះខាតនៅលទ្ធភាពក្នុងការទទួលបានព័ត៌មាននេះវាជាបញ្ហាសំខាន់ប្រសិនបើគាត់ស្គាល់នៅប្រភពដែលបង្ហាញនៅប្រភេទព័ត៌មានដែលត្រឹមត្រូវមានក្រមសីលធម៌វិជ្ជាជីវៈនោះវាជារឿងភ័ព្វសំណាងមួយរបស់គាត់ហើយនឹងវាចប់ជាមួយការយល់ដឹងរបស់គាត់អាចបង្កលទ្ធភាពក្នុងការទទួលបាននៅរឿងអស់ហ្នឹងហើយគាត់អាចពន្យានៅបរិនិច្ឆ័យរបស់គាត់បានបាទចឹងភ្ជាប់ជាមួយនឹងហ្នឹងចូលមកចំណុចទី5គឺការផ្សាយបាទដោយខ្វះក្រមសីលធម៌អញ្ចឹងការផ្សព្វផ្សាយមួយចំនួនគាត់មិនបានគិតជាមុនថាតើការផ្សព្វផ្សាយហ្នឹងវាអាចជះឥទ្ធិពលអ្វីខ្លះទៅកាន់មនុស្សក្នុងសង្គមទេគាត់គិតថាអ្វីដែលគាត់ធ្វើគឺត្រឹមត្រូវក៏ប៉ុន្តែពេលខ្លះអ្វីតិចតួចដែលគាត់គិតថាត្រឹមត្រូវនេះគឺវាអាចជះឥទ្ធិពលខ្លាំងទៅកាន់បណ្ដាញសង្គមទៅត្រង់ថាការជះឥទ្ធិពលហ្នឹងគឺធ្វើឲ្យមនុស្សចាប់ផ្ដើមឆ្ពោះទៅរកទំនោរផ្នែកគំនិតទៅដូចអ្វីទៅដែលគាត់បានបង្ហាញជាក់ស្ដែងដូចជាការខ្ញុំនិយាយទៅអត់បីដូចជារិះគន់តិចតួចប៉ុន្តែអានេះគឺទស្សនៈយល់ឃើញដូចជាការ rap មួយចំនួនកន្លងខ្ញុំកណាខ្ញុំគឺមើលឃើញអំពីបញ្ហាដែលការប្រើប្រាស់tênអសរមួយចំនួនដែលក្រសួងវិចិត្រសិល្បៈបានធ្វើការឲ្យទៅលើបញ្ហានេះអញ្ចឹងការចែកនៅពាក្យពេចន៍អាកប្បកិរិយាមួយចំនួនដែលនាំឲ្យជាឥទ្ធិពលដល់សង្គមហ្នឹងគឺប្រសិនបើគាត់
មិនបានគិតពីផលវិបាកនៅក្នុងការផ្សព្វផ្សាយទេគ្មានក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងការផ្សព្វផ្សាយទេវាគឺជាហេតុធ្វើឲ្យការជះឥទ្ធិពលទៅរកទំនោរសង្គមហ្នឹងគឺទាញទៅរកអ្វីមួយដែលគាត់កំពុងតែគិតកំពុងតែធ្វើហើយវាអាចជះឥទ្ធិពលអវិជ្ជមានទៅក្នុងសង្គមបាទចំណុចទី6ចុងក្រោយបំផុតនោះគឺទំនោរពីធម្មជាតិដែលយើងគិតថាពេលខ្លះគឺហេតុអីបានមនុស្សខ្លះគាត់កើតមកគឺពិបាកនៅក្នុងការនិយាយគ្នាជាធម្មតាក្មេងគេថាក្មេងគឺជាក្តាប់សទៅពេលដែលកើតទេខ្លះគាត់អាចនឹងស្រួលនិយាយគ្នាអញ្ចឹងទៅឬក៏ពិបាកនិយាយគ្នាអញ្ចឹងទៅក៏ប៉ុន្តែយើងមើលឃើញមួយចំនួនដូចជាបទពិសោធន៍ខ្ញុំផ្ទាល់ដែលខ្ញុំបានប្រហាត់បរៀនសិស្សកន្លងមកគឺមានបញ្ហានៅត្រង់កន្លែងដែលថាពេលខ្លះពីធម្មជាតិរបស់គាត់មកគឺអាចនឹងល្អអានឹងគឺគាត់ស្រួលនិយាយគ្នាអានឹងវាអាចចេះទៅរកឥទ្ធិពលទៅរកផ្នែកអប់រំមួយចំនួនជាមួយនឹងបទពិសោធន៍មួយចំនួនដែលឪពុកម្ដាយឬក៏អាណាព្យាបាលឬក៏បញ្ហាទំនោរសង្គមនៅក្នុងចំណុចទី2ដែលខ្ញុំបានលើកឡើងនោះវាអាចជះឥទ្ធិពលជាងមួយចំនួនដែរក៏ប៉ុន្តែពេលខ្លះធម្មជាតិហ្នឹងវាបានធ្វើឲ្យមនុស្សហ្នឹងមានបញ្ហាតាំងពីដើមជាតួយ៉ាងដោយនៅក្នុងទស្សនៈមួយរបស់ទស្សនវិទូបាទធមហូបដែលគាត់បានលើកឡើងថាមនុស្សគឺមានលក្ខណៈអាក្រក់ជាសារវ័នពីធម្មជាតិមានន័យថាមនុស្សហ្នឹងគឺមិនដែលបដិខ្លួនតាមអត្តតថៈសភាវគតិនិងចំណង់អញ្ចឹងតាមទស្សនវិទូនយោបាយមនុស្សនេះគឺគាត់បានលើកឡើងហ្នឹងគឺចង់សង្កត់ធ្ងន់ថាសារជាតិរបស់មនុស្សគឺអាក្រក់តាំងពីកំណើតក៏ប៉ុន្តែសួរថាតើទស្សនៈហ្នឹងយើងគិតថាវាជាការត្រឹមត្រូវដាច់ខាតទេវាអត់ទេព្រោះថាទន្ទឹមជាមួយនឹងការលើកឡើងក៏មានទស្សនវិទូមួយទៀតគឺសង្សាររូសូតែគាត់បានលើកឡើងថាធម្មជាតិមនុស្សគឺល្អដែរដោយសារតែសង្គមអរិយធម៌ទេទើបធ្វើឲ្យមនុស្សនឹងប្រែក្លាយទៅជាអាក្រក់ចឹងនេះក៏វាក៏ជាអ្វីមួយដែលយើងគិតពិចារណាក៏ប៉ុន្តែការទំនោរពីធម្មជាតិនឹងវាទំនងជាអាចមានទៅតាមទស្សនៈរបស់លោកធមហុកទស្សនៈទូយោបាយដ៏ល្បីល្បាញមួយរូបចឹងវាអាចថាពីធម្មជាតិមកគឺគាត់បានជួបប្រទះនៅបទពិសោធន៍មួយដែលពុកម្ដាយបាទក៏ដូចជាអ្វីដែលម្ដាយដែលជាអ្នកពពោះហ្នឹងបានជួបប្រទះជួបប្រសពនៅពេលដែលគាត់កំពុងតែពពោះហ្នឹងវាបានជាឥទ្ធិពលនៅក្នុងការលំលោះបុគ្គលិកលក្ខណៈរបស់ក្មេងបើក្មេងនឹងពិបាកដែរធ្វើឲ្យគាត់ធំមកហ្នឹងទៅក៏គាត់ប្រើប្រាស់នៅកប្បកិរិយារបស់គាត់ទន្ទឹមជាមួយនឹងកង្វះខាតការទទួលបាននៅការអប់រំទៀតនោះធ្វើឲ្យគាត់ដើរផ្លូវខុសហើយចាប់ផ្ដើមជាហេតុនាំឲ្យការផ្សព្វផ្សាយទៅការបញ្ចេញទៅក្នុងបណ្ដាញសង្គមទៅអញ្ចឹងនេះគឺជារូបភាពនិងទស្សនវិជ្ជាមួយចំនួនដែលខ្ញុំបានជួបក៏ដូចជាការទទួលបានតាមរយៈបទពិសោធន៍នៃការសិក្សារៀនសូត្រកន្លងមកអញ្ចឹងចំពោះទស្សនៈរបស់ខ្ញុំបាទគឺមានតនីទៅដូចជាវែងមែនតើដែរហើយ